វាមិនមែនជា photo booth ធម្មតាទេអ្នកនរគ្នាអ្វីដែលយើងឲ្យឈ្មោះវានោះគឺ Snap Time ជំរាបសួរខ្ញុំអធិការខ្ញុំបាទសួស្ដាំខ្ញុំឈប់ពាន់ខ្ញុំរបបជំរាបសួរខ្ញុំខៃឥឡូវយើងមកថតរូបអាយថ្នោតជាមួយនឹងបច្ចេកវិទ្យាថ្មី Snap Media ខ្ញុំអាជីពកាមេរ៉ាមែនណាក៏ខ្ញុំនៅ surprise ដែរដែលបានធ្វើឧបករណ៍ថ្មីព្រោះនេះមាន2 10កាមេរ៉ាថតក្នុងពេលតែមួយបច្ចេកវិទ្យាថ្មីមែនតើសម្រាប់បងប្អូនដែលគាត់ត្រូវការថតរូបភាគច្រើនខ្ញុំឃើញអាហ្នឹងគេធ្វើនៅកម្មវិធី Hollywood សម្ពោធកុនធំ Spider-Man អីនៅខ្មែរនេះជាម៉ាស៊ីនទី1ដែលមានវត្តមាននៅខ្មែរអ្នកអស់អ្នកគេខ្វាច់គេកុំច្រឡំវីដេអូនេះគឺជារូបថតទេហើយម៉ាស៊ីននេះតែមានមួយគ្រឿងឯនៅខ្មែរយើងដែលគាត់ធ្វើឡើងដោយខ្លួនឯង Snap Media កាមេរ៉ាទាំងអស់នេះគឺពី10កាមេរ៉ា12កាមេរ៉ាហើយយើងប្រើ server តែមួយអត់ចាំបាច់មានអ៊ីនធឺណិតទេវាមកលយហ្មងហើយថ្មីសម្រាប់ខ្ញុំក៏ថ្មីហើយឆ្លៀតឱកាសហ្នឹងក៏ថតអាយថ្នោតលេងតែហ្មងទៅហើយដោយសារអាយថ្នោតឥឡូវអត់មាន stock អ្នកនរគ្នាខ្ញុំត្រៀម marketing ហើយអស់ហើយសូម្បីតែ content ក៏ថតហើយដែរប៉ុន្តែបញ្ចេញអត់ទាន់កើតដោយសារជាប់អត់មាន stock សម្រាប់បងប្អូន dealer យើងសុំទោសដូចគ្នាហើយពីដំណើរការនៃ snap time របស់យើងនេះលយមែនតើគាត់ផ្សាយអីខ្លួនឯងទាំងអស់អ្នកនរគ្នាតើអត់លើកមកកើតអាជើងនោះគាត់បាញ់ laser ស្អី flash កាមេរ៉ា plug in ហើយបញ្ជាបានតាមទូរស័ព្ទបានទៀតហើយអ្នកនរគ្នាដឹងអី photo booth យើងទូទៅតើមានអ៊ីនធឺណិតហើយយើងចូល Telegram ចូលអីបាន download book នេះគឺអត់ទេបើសិនជាអ្នកអស់គ្នាប្រើ Android ប្រើតែងាយស្រួលទៀតអានេះគាត់ប្រើលើ offline ទាំងអស់អត់មានប្រើអ៊ីនធឺណិតទេគឺគាត់ណា scan ហើយ download បានហ្មងអត់មានបាច់អ៊ីនធឺណិតទេត្រូវទេពូ scan បានរូបភ្លាមតែម្ដងហើយម៉ាស៊ីននេះដើរលឿនណាស់អត់ចាំយូរអ្នកនរគ្នាក្នុងរូបមួយស្លឹកចំណាយពេលតែ12 second ទេកាក់ដោយសារមាន12កាមេរ៉ាមួយមួយ second អញ្ចឹងតែ12 second ទេលឿនមែនតើហើយអ្នកនរគ្នាអាចយកទៅ post story IG អីក៏បានណាហើយធ្វើ action លយអ្នកឃើញគេធ្វើកំប៉ុងវាយគ្នាអ្នកនរគ្នាឃើញគេធ្វើនេះធ្វើវាយគ្នាថតលេងអញ្ចឹងទៅហើយខ្ញុំថតវីដេអូចេញមកលយប៉ុននេះលយនេះឃើញហ៎ចឹងអ្នកនរគ្នាអាចរក Snap Media បាននៅ Facebook Page អត់ពិបាករកទេហើយខ្ញុំហ៊ាននិយាយថា Snap Media មិនមែនមានតែប៉ុណ្្នឹងឯងនឹងមានអីថ្មីមករហូតហើយបើនិយាយពីថតរូបធម្មតាក៏លយដែរហើយជាពិសេសបងប្អូន agency ពេលដែល client proposal ទៅ client កាត់budget កាត់អីក៏កាត់បានដែរហាមកាត់snap time នេះកាត់អត់បានទេអ្នកនរគ្នា event ហ្នឹងនឹងមើលទៅគឺ premium តែម្ដងដោយសារជារបស់ថ្មីយើងត្រូវគ្រប់កលៈទេសៈម្ដងពួកកណាតឡើងផ្ទះ launching event គោលការណ៍ dealer party អីអ្នកនរគ្នា complex snap time របស់យើងគឺជារបស់ថ្មីក្នុងស្រុកយើងព្រោះថាតែមានតែមួយគ្រឿងនេះឯងគាត់តែឡើងបានមួយគ្រឿងឯងប៉ុន្តែថ្ងៃមុខទៅគាត់នឹងថែមកាមេរ៉ាបានច្រើនជាងហ្នឹងទៀតហើយចង់ពេលដែលអ្នកនរគ្នាដាក់ snap time ទៅនឹងជួយឲ្យកម្មវិធីអ្នកនរគ្នាមានការរីករាយសប្បាយដូចគ្នាអញ្ចឹងល្អមែនតើហើយពួកគាត់ក៏កំពុងតែ promote អាយថ្នោតផងហើយក៏ព្យាយាមប្រាប់អ្នកនរគ្នានេះគឺជាបច្ចេកវិទ្យាថ្មីដែលយើងចឹងណាថតដូចវីដេអូវាគឺមានអារម្មណ៍ថាថតអារូបនេះទៅដូចរឿង anime អាវាយចេញធម្មពលហើយអ្នកនរគ្នាមិនមានតែប៉ុណ្្នឹងណាសំបីតែអា frame រូបថតហ្នឹងអ្នកនរគ្នាចង់ថែម frame ក្រុមហ៊ុនយើងឧទាហរណ៍ក្រុមហ៊ុន iPhone Samsung Oppo Huawei អីអាចដាក់បានទាំងអស់ frame ស៊ីសងលើអ្នកទាំងអស់គ្នាតម្រូវការហើយជាពិសេសឥឡូវដល់រដូវកាលចង់ឲ្យការអ្នកនរគ្នាលុយចង់ឲ្យការអ្នកនរគ្នាទំនើបថ្មីស៊ីដាច់គេបោះឲ្យបាសច្រើនក្នុង Facebook ដាក់ទៅផ្អើល Facebook ហ្មងបាទហើយតម្លៃវិញខ្ញុំក៏អត់ដឹងដែរអញ្ចឹងអាចតាក់ទងមក Snap Time បានទាំងអស់គ្នាហើយខ្ញុំនឹងបង្ហាញ detail ពីម៉ាស៊ីនបច្ចេកវិទ្យាថ្មីនេះធ្វើខ្លួនឯងអ្នកនរគ្នាធ្វើខ្លួនឯង 100% ហ្មងអត់បានកំងទេណានិយាយមែនតើអត់បានកំងទេសូម្បីតែជើងក្រោមតស wireless connection កាមេរ៉ាខាងក្នុងដោះគ្រឿង timeline monitor flash អីនេះសម្រាប់ខ្ញុំសំបីខ្សៅកាមេរ៉ានៅខ្មែរយើងក៏ពិបាកអត់ដែរខ្សៅខ្លះតែនៅនេះគាត់គ្រឿងខ្លះគាត់កំងពីអាមេរិកគ្រឿងខ្លះគាត់កំងមកពី UK អញ្ចឹងគ្រឿងផ្សំច្រើនមែនតើគាត់ប្រាប់ខ្ញុំវិញចំណាយពេលដូចជាប្រហែល2ឆ្នាំដល់ផលិតបានអាហ្នឹងមួយគ្រឿងមិនស្រួលទេអ្នកនរគ្នាឃើញអញ្ចឹងមិនស្រួលទេណាបើថតវីដេអូហើយបាត់អីខ្ញុំទូរស័ព្ទមួយថតវីដេអូឲ្យអ្នកនរគ្នាមើលហើយបាត់ហើយណាអញ្ចឹងជាពិសេសបង client បើចាប់អារម្មណ៍ហើយកុំភ្លេច pick your snap time ទាំងអស់គ្នាហើយអ្វីដែលពិសេសកុំភ្លេចទិញឲ្យថោក